ប្រទេសយើងជួបការលំបាកមកដោយសារតែបែកបាក់ការសាមគ្គីគ្នាដោយសារតែជឿអ្នកដទៃជាងជឿប្រជាជាតិខ្លួនឯងមកដល់ដំណាក់កាលនេះខ្ញុំប្រកាសថាខ្ញុំមិនចាំឲ្យលោកទាំងឡាយជន់តែរឿងនេះដដែលទេព្រោះលំបាកពីយើងហើយតដល់កូនដល់ចៅសៀវហើយសង្គមសពថ្ងៃស្វ័យត្បិតថាទំនើបនិយមជឿនលឿនណាស់ប្រព័ន្ធផ្សព្វផ្សាយតែប្រព័ន្ធផ្សព្វផ្សាយក្នុងលោកបច្ចុប្បន្ននេះគឺពីរប្រភេទហ្នឹងឯងគឺមកប្រផ្នែកញ៉ាំងមនុស្សឲ្យធ្លាក់ចុះនៅសិលធម៌និងមួយផ្នែកទៀតតម្កង់តម្កើងមនុស្សឲ្យមានសិលធម៌តែសួរថាបច្ចុប្បន្ននេះពីរនេះមានតម្លាភាពស្មើគ្នាទេស្មើគ្នាទេអត់ស្មើគ្នាទេព្រោះថាអសិលធម៌ដើមមុតមួយជំហានបាត់ទៅហើយយើងសិលធម៌យឺតជាងគេមួយជំហានបាត់ទៅហើយខ្ញុំក៏ណាខ្ញុំតាំងតែពីបួសឬក៏ចេះសម្ដែងធម៌មកគោលបំណងរបស់ខ្ញុំក៏ណាខ្ញុំមិនដែលចង់ឲ្យលោកទាំងឡាយឯណាទៅនិព្វានជាតិនេះទេមិនចង់ប្រកាសសម្ដែងធម៌ដើម្បីឲ្យអ្នកណាមួយសម្រេចមគ្គនិងផលក្នុងជាតិនេះទេតែខ្ញុំបកណាខ្ញុំតែងគិតស្រមៃចង់ឲ្យការសម្ដែងធម៌របស់ខ្ញុំបកណាខ្ញុំនេះទៅដាស់សតិអារម្មណ៍កូនខ្មែរឲ្យចេះធ្វើល្អចេះរស់នៅដោយសន្តិភាពផ្លូវកាយនិងចិត្តប្រកបដោយសិលធម៌កន្លងធម៌និងវិជ្ជាជីវៈមានសមត្ថភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតខ្លួនឯងដោយពឹងផ្អែកលើសិលធម៌ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយព្រោះនិព្វានយើងរំពឹងទៅលើព្រះអរិយមេត្រីអង្គខាងក្រោយឯណោះក្នុងវត្តកាប់នេះដែលព្រះអង្គនឹងត្រាស់ដឹងក្នុងផែនដីនេះហើយយើងសន្សំបារមីក្នុងជាតិនេះនិងជាតិខាងមុខដើម្បីឲ្យទាន់ព្រះអង្គតែដើម្បីឲ្យទាន់ព្រះអង្គក្នុងជាតិនេះយើងត្រូវធ្វើខ្លួនដូចម្ដេចយើងត្រូវធ្វើខ្លួនឲ្យតែជាមនុស្សល្អសិនអញ្ចឹងហើយទៅខ្ញុំកណាត់ខ្ញុំនិយាយតែអំពីរឿងបច្ចុប្បន្នដែលកំពុងទៅជួបព្រោះវាជាកញ្ចក់ឆ្លុះដើម្បីកែតម្រូវខ្លួនយើងកែតម្រូវខ្ញុំបកណាខ្ញុំខ្លួនឯងកែតម្រូវបកណាគុណម្ចាស់គ្រប់ព្រះអង្គកែតម្រូវញាតិញោមមហាប្រជាពុទ្ធបរិស័ទទាំងអស់ឲ្យដើរលើមាគ៌ាមួយដែលអាស្រ័យដោយសិលធម៌និងការរស់នៅប្រកបដោយការរួបរวมសន្តិភាពប្រទេសយើងជួបការលំបាកមកដោយសារតែបែកបាក់ការសាមគ្គីគ្នាដោយសារតែជឿអ្នកដទៃជាងជឿប្រជាជាតិខ្លួនឯងមកដល់ដំណាក់កាលនេះខ្ញុំប្រកាសថាខ្ញុំមិនចាំឲ្យលោកទាំងឡាយជន់តែរឿងនេះដដែលទេព្រោះលំបាកពីយើងហើយតដល់កូនដល់ចៅសៀវយើងគប្បីជឿលើយើងខ្លួនឯងជឿលើខ្មែរគ្នាឯងជឿលើវិជាជាតិខ្លួនឯងជឿលើបងប្អូនខ្លួនឯងហើយបន្តរួមរស់សាងនៅសិទ្ធិចរិតភាពចម្លាភាពឲ្យសង្គមនៅប្រកបដោយភាពចម្រើនរុងរឿងផ្នែកសិលធម៌វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់សិលធម៌នៅតែសំខាន់លោកទាំងឡាយរៀនចប់បណ្ឌិតក៏ដោយបើសិនជាលោកទាំងឡាយខ្វះសិលធម៌ដើរតាមផ្លូវគ្មាននរណាគេមើលមុខទេតែលោកទាំងឡាយមិនបានរៀនសោះក៏ដោយបើលោកទាំងឡាយរស់នៅប្រកបដោយសិលធម៌ឃើញគេទៅចេះលើកដៃជម្រាបសួរចេះបន្ទន់អេរយាប័តសម្ដីសម្ដៅប្រកបដោយសភាពរាបសារលោកទាំងឡាយត្រូវគេដំកងនឹងកើតត្រូវគេរាប់រក
tới kia nó sẽ là ngay chẳng sẽ là thoa trong sản phẩm đấy khả năng cùng tầm miết sẽ là thoa nâng hai tập dương bay chạy vây trang vây cả đa vây khmê và rộp khmê tam lùm nọt này đấy và cùng tầm miết phân đăng phó dục phân ná và hào dục phân ná và hào ai lên như ta lên như tô này mình chân chẳng ca đại hào khi lục ta lục dây lục đô lấy để xa ấy để xa xa lật thôi là ngày khi con khla con xa lật thôi hai mà tay mình nu này là khơi nhé hả sập cung sau này đã khơi nhé khơi nhỉ khơi tạm nè sao tu sạp chẳng ta ọt sao lật thôi hai mà đai gặp phúc hãy anh nhớ ai mà sân trên lâu biên sao lật thôi hai lục phúc là mai chân tử hơi sầm cung sọc ngay cho bây bật thắt tổng nơ để dùng chuyên liên nè và quan sọc xài té và quan sọc xàiក្នុងលោកបច្ចុប្បន្ននេះគឺពីរប្រភេទហ្នឹងឯងគឺមកប្រផ្នែកញ៉ាំងមនុស្សឲ្យធ្លាក់ចុះនៅសិលធម៌និងមួយផ្នែកទៀតតម្កងតម្កើងមនុស្សឲ្យមានសិលធម៌តែសួរថាបច្ចុប្បន្ននេះពីរនេះមានតម្លាភាពស្មើគ្នាទេស្មើគ្នាទេអត់ស្មើគ្នាទេព្រោះថាអសិលធម៌ដើមមុតមួយជំហានបាត់ទៅហើយយើងសិលធម៌យឺតជាងគេមួយជំហានបាត់ទៅហើយអញ្ចឹងហើយទៅខ្ញុំមកកណាខ្ញុំចេះតែចង់ឲ្យលោកទាំងឡាយជួយបង្ហាញអំពីវប្បធម៌ឲ្យក្មេងៗឃើញរស់នៅក្នុងជីវភាពប្រចាំថ្ងៃត្រូវបង្ហាញដើម្បីឲ្យសង្គមយើងវាស្មើគ្នាមកវិញបើមិនបានលើសគេក៏ឲ្យបានស្មើគ្នាទៅកុំឲ្យមនុស្សដែលអសិលធម៌ច្រើនជាងមនុស្សដែលមានសិលធម៌លោកថាអញ្ចឹងគឺសង្គមនេះប្រទេសនេះមិនសុខទេមិនសុខហើយភាពស្ដាយក្រោយនឹងកើនឡើងចំពោះយើងរាល់គ្នាយើងថាមិនខ្វល់ទេនរណាគេធ្វើអីក៏ធ្វើទៅនោះដោយសារតែមិនមែនប៉ះខ្លួនយើងតែបើយើងកំពុងតែជួបកូនយើងជាមនុស្សបែបនោះតើសេចក្តីលំបាកនឹងកើតមានដល់យើងទេកើតមានហើយយើងរាល់គ្នាគ្រាន់តែអប់រំតែកូនចៅខ្លួនឯងហ្នឹងក្បាលហមទៅតម្រាំប្រសង់តាមវត្តចិញ្ចឹមសុខតែកូនគេរៀនចប់បណ្ឌិតចប់អនុចប់បរិញ្ញាចប់ទី12បាក់ដប់ឌីប្លូមអីគេកម្រឲ្យមកបួសណាតទៅតិចសាលាបដៅលែងស្ដាប់ខ្លះក៏មានជួអភិនញាណវិឆាបានរុញមកឲ្យលោកបដៅហើយបដៅមនុស្សអញ្ចឹងមានតែងាយអីបដៅមិនស្គាល់កាត់គេរុញនៅវត្តដដែលបដៅកើតជាមនុស្សល្អអីគេមកទៅដឹងយកទៅបាត់សឹកមកកូនអើយទៅធ្វើការវិញណែបាទអញ្ចឹងដែរអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺសិលធម៌ហ្នឹងហើយព្រោះសិលធម៌ធ្វើឲ្យមនុស្សមានស្ដាប់ស្ងប់របៀបរៀបរយក្នុងសង្គមហើយយើងដែលអង្គុយស្ងៀមស្ងាត់នេះក៏សិតតែជាការអង្គុយប្រកបដោយសិលធម៌បាត់ទៅហើយបើអ្នកខ្វះសិលធម៌ទេអង្គុយទៅក៏នៅមិនស្ងៀមលោតាំងបែបនេះបែបនោះអីចឹងទៅ
ចឹងសិលធម៌សំខាន់ណាស់យើងឃើញតែឃើញតម្លៃនៃសិលធម៌ថាមានសភាពបែបហ្នឹងគួរជាទីចាប់បានទៅគួរជាទីចាប់បានចឹងហើយយើងនៅគ្នាបង្កើតទៅខុសត្រូវគ្នាអីយ៉ាងម៉េចនិយាយគ្នាដោយសន្តិវិធីទៅកុំមានអីចេះតែជេរបតិចផ្ដាសាគ្នាមានអីចេះតែកុំស្កើងជាងគ្នាដោយការជេរហ្នឹងមិនមានទេយើងចង់ឲ្យគេដូចយើងមិនដេចបើយើងមកដល់ជេរគេទៅហើយនោះអញ្ចឹងអាការជេរផ្ទៃផ្ដាសាហ្នឹងវាចោះទាបបាត់ទៅហើយហើយដល់កាលណាចោះទាបទៅហើយវាមិនអាចលើកសង្គមឲ្យឡើងលើបានទេ